យ៉ាក់មួយបានចូលមកក្នុងផ្ទះលោកគីមអាគីវ៉ៃយ៉ាក់ឆាប្រជែគូជីរដូវក្តៅយ៉ាប់វ៉លីវ៉ៃនិយាយចប់ហើយក៏ដេញលោកគីមចេញពីផ្ទះក៏រត់អូសយកទ្រព្យសម្បត្តិទាំងអស់របស់គាត់លោកគីមភ្ញាក់ពីសបិនអាក្រក់ទាំងភ័យគាត់នឹកឃើញពាក្យដែលក្លាសនិយាយជាមួយគាត់ទ្រព្យសម្បត្តិទាំងអស់នេះគ្រាន់តែជារបស់អ្នកបណ្ដោះអាសន្នប៉ុណ្ណោះទីបំផុតមិនយូរមិនឆាប់វានឹងត្រូវប្រគល់ជូនទៅអ្នកដែលមានឈ្មោះថាបុលុក6ទេដូច្នេះហើយលោកគីមមិនបានគេងពេញមួយយប់ឡើយប៉ុន្តែអ្វីដែលត្រូវកាត់ឡើងវាតែងតែកាត់ឡើងស្រាប់តែមានសំឡេងឮចេញពីខាងក្រៅទ្វារលោកគីមភ័យខ្លាចយ៉ាងខ្លាំងគាត់ក៏ចាប់យកដំបងឫស្សីឡើងវិញថ្ងៃនេះបើមិនលោក6ស្លាប់ទេគឺខ្ញុំលោកជីនវ៉ាងគាត់បានរត់ចេញពីផ្ទះគាត់បានវាយទៅលើខ្យល់តែនៅពីមុខគាត់គ្មានអ្វីសោះតែពីក្រោយគាត់បែរជាឮសំឡេងទីរោគយំតើនេះជាស្ថានភាពអ្វីលោកជីនចិត្តល្អមិនបានខ្វល់ពីអ្វីផ្សេងទេរើក្បាលដោះឡើងហើយដាក់ចូលមាត់វាវិញគាត់ក៏យកកន្ត្រកឫស្សីទើបទីរោគឈប់យំគាត់ក៏លើកក្រដាស់ដែលនៅនឹងខ្លួនទីរោគនោះរួចប្រញាប់រកអ្នកចិត្តខាងឲ្យជួយមើលថាតើនៅលើនោះសរសេរអ្វីខ្លះតើក្មេងប្រុស Despas Austin ជាអ្វីទៅខ្ញុំភ្នាល់ថាគ្មាននរណាក្រៅពី Kate ទេគាត់ជាក្មេងប្រុសលើកទឹកចិត្តជឿអ្នកលោកជីនឮដូច្នេះគាត់មានអារម្មណ៍ដូចត្រូវរន្ទះបាញ់ចំក្បាលគាត់ភ័យខ្លាចយ៉ាងខ្លាំងដើម្បីប្រយោជន៍ខ្លួនលោកជីនគិតថាមានតែប្រញាប់កំចាត់វាចោលទើបអាចរក្សាបាននៅទ្រព្យសម្បត្តិនិងកិត្តិយសរបស់ខ្លួនជារៀងរហូតលោកជីនបានអុំទូកមកដល់កោះស្ងាត់មួយដាក់លោកឡាវលីវចូលទៅក្នុងគុំស្មៅពិតជាសំទោសខ្ញុំអាចទុកឯងរស់ស្លាប់តាមវាសនាតែប៉ុណ្ណោះតែដើរបានពីជំហានស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងពីលើមេឃឡាវលីវត្រូវទៅភ្លៀងលីស៊ឺយ៉ុងអូយខ្ញុំពិតជាអស់ពាក្យមែនឡាវជីនដែលមានចិត្តល្អនៅតែនាំឡាវលីវត្រឡប់ទៅផ្ទះវិញចាក់អង្គចូលបង្គំឫស្សីយកណាត់កបាសបិទមាត់បង្គំឫស្សីរួចត្រឡប់ចុះឡើងលីស៊ឺបញ្ចេញសំឡេងក្រឹបយ៉ាងដូចនេះហើយឡាវជីនបានទទួលយកក្មេងប្រុសឈ្មោះឡាវលីវម្នាក់នេះតាំងពីពេលនោះមកឡាវជីនពិតជាមានជីវិតកាន់តែមានសុភមង្គលមែនមួយឆ្នាំហើយមួយឆ្នាំទៀតឡាវលីវក៏ធំដឹងក្តីបន្តិចម្ដងមិនយូរប៉ុន្មានគេក៏បានរៀបការនឹងមានកូនក៏បង្កើតបានជាឡាវលីវតូចជាច្រើនឡាវជីនក៏លែងនៅវ័យក្មេងទៀតហើយពេញមួយជីវិតរស់នៅយ៉ាងមានសុភមង្គល